ឥឡូវនេះចៅវាយមិនទីបញ្ចកោនមានផែនការលាតដៃសុំលុយ200,000 លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតហើយពីពួកសភាដើម្បីយកមកទប់ទល់ក្នុងសង្គ្រាមជាមួយនឹងខ្លាយអ៊ីរ៉ង់ដែលគេមើលឃើញថាចង្គមនៅតែមុតស្រួយលលេមនៅឡើយនោះទេនេះបើយោងតាមការចេញផ្សាយដោយកាសែត Washington Post ជាការឆ្លើយតបនឹងផែនការនេះសមាជិកព្រឹទ្ធសភាមកពីគណៈបកប្រជាធិបតេយ្យឈ្មោះ Chris Van Hollen បានចេញមកឆ្លើយតបខាងទៅវិញថាសម្រាប់លោកគឺឆ្លើយថាទេហើយព្រោះប្រាក់200,000 លានដុល្លារនេះគឺជាជំរឿនសង្គ្រាមដែលពលរដ្ឋអាមេរិកមិនចង់បានហើយជំរឿនល្អបំផុតដើម្បីបញ្ចប់សង្គ្រាមនេះដើម្បីការពារអាយុជីវិតទាហានអាមេរិកនិងដើម្បីសង្គ្រោះអាយុជីវិតជនស៊ីវិលនោះគឺត្រូវតែកាត់ផ្តាច់មូលនិធិដើម្បីកុំឲ្យកាន់តែជ្រុលក្បាលក្រពើទៅទៀតទន្ទឹមនឹងគ្នានេះអតីតសមាជិកសភាម្នាក់ទៀតឈ្មោះ Marjorie Taylor Greene បានចោទជាសំណួរថាតើហេតុអ្វីបានជាពលរដ្ឋអាមេរិកចាំបាច់ត្រូវពលិជីវិតហើយត្រឡប់មកវិញបានត្រឹមដេកក្នុងក្តារមេជុសម្រាប់អ៊ីស្រាអែលអញ្ចឹងដោយឡែកសម្រាប់លោក Chokin ប្រធាននៃចាំមិនដូចចិត្តប្រយុទ្ធប្រឆាំងអំពើភេរវកម្មអាមេរិកដែលទើបតែលាលែងពីតំណែងដោយសារមិនពេញចិត្តនឹងលោកប្រធានាធិបតី Donald Trump រួមដៃជាមួយនឹងអ៊ីស្រាអែលធ្វើសង្គ្រាមពីប្រហារអ៊ីរ៉ង់នោះបានលើកឡើងថាសម្រាប់លោកគិតថាលោកអាចចាប់តុលា Ali Khamenei មិនខាតស្លាប់នោះទេព្រោះមេដឹកនាំកម្ពុជាអ៊ីរ៉ង់ដែលបាត់បង់ជីវិតរូបនេះនឹងរួចជាស្រេចទៅហើយថាការបូជាជីវិតរបស់ខ្លួនគឺនឹងធ្វើឲ្យរបបរបស់លោកកាន់តែរឹងមាំទៅវិញទេជាការពិតការគិតរបស់លោកត្រាប់តែគិតថាការសម្លាប់ក្បាលម៉ាស៊ីនរបស់អ៊ីរ៉ង់នឹងធ្វើឲ្យរបបបច្ចុប្បន្នដួលរលំប៉ុន្តែទីពិតគឺមិនដូច្នេះឡើយជាក់ស្ដែងគឺអ៊ីរ៉ង់នៅតែមានសមត្ថភាពតបដៃនៅឡើយហើយផែនការរបស់មន្ត្រីបញ្ញកោចង់ស្នើសុំប្រាក់ 200,000 លានដុល្លារបន្ថែមគឺកាន់តែសបញ្ជាក់ឲ្យឃើញថាអ៊ីរ៉ង់នៅមកខ្លាំងណាស់ម្ល៉េះអាមេរិកមិនមានផែនការស្នើប្រាក់ច្រើនបំម្លឹងនោះទេរឿងដែលកាន់តែច្បាស់គឺបន្ទាប់ពីអ៊ីស្រាអែលបានការវាយប្រហារលើវីលស្មានសោកប៉ាសដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់កាលពីយប់ថ្ងៃពុធអ៊ីរ៉ង់បានបាញ់មីស៊ីលមកកំទេចតំបន់ឧស្សាហកម្មថាមពលឬក៏កន្លែងដែលឆ្នៃឧស្ម័នធម្មជាតិ Ras Laffan ដ៏សំខាន់បំផុតរបស់កត្តាវិញភ្លាមហើយបាញ់មីស៊ីលដែលមានគ្រប់ចង្កោមស្រោចលើអ៊ីស្រាអែលវិញយ៉ាងតន់ចិត្តផងដែរដែលនេះមានន័យថាអ៊ីរ៉ង់នឹងមានសមត្ថភាពបដូរកណ្ដាប់ដៃវិញបានទោះចង់ថែមប៉ុន្មានទឹកទៀតក៏បានដែរគ្រាន់តែអ៊ីរ៉ង់វាយប្រហារសងសឹកវិញរួចតម្លៃប្រេងពិភពលោកបានហក់ឡើង 4% ភ្លាមរហូតដល់លើ$110ទៅទៀតក្នុងមួយបារ៉ែលអ្វីដែលគួរឲ្យកត់សម្គាល់គឺអ៊ីរ៉ង់នឹងមានសមត្ថភាពគ្រប់គ្រងច្រកសមុទ្រហឺម៉ឺកបានតាមចិត្តចង់ឲ្យនរណាឆ្លងកាត់អ្នកនោះមានសុវត្ថិភាពប៉ុន្តែបើនរណាហ៊ានតែឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួនគឺនៅតែឆេះដែលនេះបង្ហាញថាការទម្លាក់គ្រាប់បែកបបាច់រូបក្រំដីរបស់អាមេរិកលើស្តុកមីស៊ីលក្រំដីរបស់អ៊ីរ៉ង់នៅតាមបណ្ដោយច្រកសមុទ្រហឺម៉ឺកនៅមិនទាន់ឃើញមានប្រសិទ្ធភាពនៅឡើយទេហើយដូច្នេះមានតែរកចាំមើលបន្តទៀតទេថាតើអាមេរិកនឹងរកច្រកចេញដោយរបៀបណាព្រាមរហូតដល់លើ$110ទៅទៀតក្នុងមួយបារ៉ែលអ្វីដែលគួរឲ្យកត់សម្គាល់គឺអ៊ីរ៉ង់នឹងមានសមត្ថភាពគ្រប់គ្រងច្រកសមុទ្រហឺម៉ឺកបានតាមចិត្តចង់ឲ្យនរណាឆ្លងកាត់អ្នកនោះមានសុវត្ថិភាពប៉ុន្តែបើនរណាហ៊ានតែឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួនគឺនៅតែឆេះកាហ្វេកសិកម្មសុខភាពត្រូវបានគ្រប់គ្រងយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជានិងបណ្ដាប្រទេសដូចជាវៀតណាម ភូមា ថៃ ជប៉ុន និងអូទ្រីសសហគមន៍អឺរ៉ុបក្រុមហ៊ុនស្នាដៃគុនខ្មែរបានផលិតកាហ្វេកសិកម្មសុខភាពដែលផ្សំពីធម្មជាតិនិងរុក្ខជាតិ50មុខផលិតដោយបច្ចេកវិទ្យា3ប្រទេសរួមបញ្ចូលគ្នាមាន Quantum AI របស់សហរដ្ឋអាមេរិក Nano Nutrition របស់ចក្រភពអង់គ្លេសនិង Advanced Organic របស់ជប៉ុននិងមានការទទួលស្គាល់ដោយស្ថាប័ន11ជាការពិតណាស់សុខភាពពិតជាសំខាន់បច្ចុប្បន្ននេះស្ថានភាពជំងឺមិនឆ្លងកំពុងតែកើនឡើងមិនថាមនុស្សចាស់ឬក្មេងឡើយដូចជាជំងឺសរសៃឈាមបេះដូងជំងឺមហារីកជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជំងឺទឹកនោមផ្អែមជំងឺក្រពះពោះវៀនជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាដើមដោយសារការទទួលទានរបបអាហារមិនត្រឹមត្រូវឬដោយកត្តាផ្សេងៗជាច្រើនទៀតហើយជាក់ស្ដែងសប្តាហ៍ថ្ងៃនេះមានមនុស្សជាច្រើនបាននឹងកំពុងស្វែងរកឱសថព្យាបាលអាហារបំពន់ដើម្បីព្យាបាលនិងថែរក្សាសុខភាពចង់បានផលិតផលជាអាហារកសិកម្មដែលផលិតដោយបច្ចេកវិទ្យាប្រើនិងពិសាដោយទំនុកចិត្តភាពជឿជាក់គ្មានសារធាតុគីមីមានស្ថាប័នទទួលស្គាល់ច្បាស់លាស់ពេលនេះអស់ក្តីបារម្ភទៀតហើយក្រុមហ៊ុន Nutrix បានផលិតកាហ្វេកសិកម្មសុខភាពកំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីប្រជាជនខ្មែរក្រោយបានពិសាហើយបានជួយឲ្យសុខភាពរបស់ពួកគាត់បានធូរស្បើយនិងចំណាយថវិកាតិច